សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខមនុយថ្មីសម្រាប់ចែកជូនបងប្អូនប៉ុន្តែរសជាតិដូនតារក្សានៅដដែលអញ្ចឹងតាមវីដេអូដំបូងគឺឃើញខ្ញុំចាប់ដើមស្ងោរជាមួយនឹងពងទាអញ្ចឹងមានឈ្មោះថាស្ងោរពងប្រុសកំសត់ចាឥឡូវហ្នឹងយើងចាប់ដើមបកសបកលាងទឹកចេញហើយយើងទុកវាមួយដុំឥឡូវនេះមុខងារទី2គឺជាជើងស្រីក្បត់ចាយើងយកវាមកកាត់ជាកង់រួចហើយយើងដាក់ខ្ទឹមដាក់ម្រេចដាក់រ៉ូឌីដាក់ស្ករត្នោតដាក់ទឹកត្រីចាដាក់ឲ្យគ្រប់100មុខមកចាមានអីយើងដាក់នឹងមកប្រេងខ្យងទឹកស៊ីអ៊ីវខាប់អីហ្នឹងយើងដាក់មករួចហើយយើងស្ករប៊ីចេងអីហ្នឹងយើងដាក់មកកុំភ្លេចថែមអំបិលបន្តិចផងហើយយើងយកច្របបាច់ច្របល់ឲ្យវល់ចូលគ្នាមកហើយយើងនឹងអប់វាទុកឲ្យបានចូលជាតិចាបន្ទាប់មកជាចុងក្រោយគឺកុំភ្លេចតួឯកសំខាន់ជាមួយនឹង brown sugar របស់យើងចាយើងដាក់ចូលឆ្នាំងកូរវិតវាមកឲ្យឡើងទៅជាកាពូឈីណូពេលដែលចេញជាកាពូឈីណូកុំភ្លេចដាក់ខ្ទឹមសបំពងឲ្យឈ្ងុយចាពេលដែលបំពងក្លិនឈ្ងុយខ្ទឹមសហើយយើងចាក់ជាមួយនឹងជើងស្រីក្បត់ចាដែលយើងបានអប់ប្រាក់គ្រឿងវាហ្នឹងមកច្របល់ជាមួយ brown sugar របស់យើងហ្នឹងឲ្យចូលជាតិយើងកូរវាចូលជាតិហើយយើងបន្ថែមទឹកវាចាបន្ថែមទឹកហើយគឺយើងចាប់ដើមគ្របទុករងចាំវាពុះមកពេលដែលពុះហើយបងប្អូនកុំភ្លេចដួសពពុះខ្មៅខាងលើនឹងចេញផងណាគឺដោយសារខ្ញុំភ្លេចដួសដែរអញ្ចឹងពេលហើយយើងចាក់ជាមួយនឹងអាពងប្រកំសត់ដែលយើងបានស្ងោរមុនហ្នឹងចាក់ចូលមកហើយយើងកូរវិតទុកវាពុះអប់ជាមួយឲ្យគ្នានឹងឲ្យវាឡើងក្រហមណាបងប្អូននេះហើយគឺជាមុខម្ហូបដូនតារក្សានៅដដែលហ្នឹងណាចាបងប្អូនតែទៅធ្វើញ៉ាំជុំបងប្អូនឬក៏សំខាន់ផុតគឺទៅវត្តឥឡូវឆ្អិនរួចរាល់ហើយដួសដាក់ចានបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាឥឡូវហ្នឹងមកហើយជាចុងក្រោយគឺខ្ញុំញ៉ាំជាមួយនឹងប៉ាំងអាំងនំប៉័ងអាំងបិទគូតចុងក្រោយចាអរគុណបងប្អូនវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចែកវលេចបងប្អូនកុំភ្លេចសាកមុខមនុយថ្មីទាំងអស់គ្នាអរគុណ